ស្ដីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីខ្ញុំដែលខ្ញុំនឹងបង្រៀនអ្នកនរគ្នារបៀបចូលលេង server Loyalty MC មុននឹងចូលដល់វីដេអូអ្នកគ្នាកុំភ្លេចចុច like and subscribe ឲ្យខ្ញុំអ្នកមួយផងទុកជាកម្លាំងចិត្តខ្ញុំធ្វើវីដេអូទៅទៀតកុំឲ្យខាត់ពេលយូរតោះយើងចូលទៅកាន់វីដេអូទាំងគ្នាហ្នឹងហើយជាដំបូងយើងឃើញអេក្រង់យើងចឹងហើយយើងចុចចូលពាក្យថា setting យើងទៅបើកកន្លែងមួយសិនបានយើងអាចចូលលេង server ផ្សេងៗនេះហាជាដំបូងយើងធ្វើហុកផែនដីនេះបន្ទាប់មកយើងបើកអាពីនេះមកតើអ្នកទាំងអស់គ្នាបើសិនជាឃើញអានេះចេះឬក៏ចេះអ្នកគ្នាដាក់អាខំគេនេះមកដោយសារអីពេលយើងមាន Wi-Fi ឬក៏អ៊ីនធឺណិតយើងលេងserver បានគ្រប់ចាំមានតែ Wi-Fi ឯបើនេះគឺតែ Wi-Fi ហើយតើមកយើងបង្រៀនអំពីរបៀប add IP server និង port server ឥឡូវអាកន្លែងserver name នេះដាក់អីដាក់តើដូចជា server Loyalty ចឹងខ្ញុំដាក់ Loyalty MC បន្ទាប់មកយើងអានេះអ្នកគ្នាវាយតាមយើងទៅឬក៏អ្នកគ្នាមើលលើអេក្រង់ឬក៏មើលក្រោម description ក៏បានដែរព្រោះខ្ញុំដាក់ IP port server នៅក្រោម description ហើយបើអ្នកគ្នាអត់ចង់ទៅយកពី description ទៅមើលលើអេក្រង់ទៅក៏ខ្ញុំដាក់ដែរនេះយើងអាចចឹងហើយអានេះ port 62.9 លេខ1ចុច add server ទៅបន្ទាប់មកយើងត្រូវការចុច add server តែខ្ញុំ add ហើយបានវាចេញ error code ចឹងណាបើអ្នកគ្នាអត់ add ទៅបានហើយបន្ទាប់មកយើងចូលលេងមកហើយកន្លែងនេះវាចាំយើងមកស្ទូដៅចឹងខ្ញុំសុំកាត់ហ្មងទៅហ្នឹងហើយយើងចូលមកដល់ server សម្រាប់បែររកវាឃើញចឹងតែសម្រាប់ខ្ញុំឃើញកន្លែងតែមួយអានេះតែបើអ្នកគ្នាត្រូវមានកន្លែង2ចេះបើសិនជាឧទាហរណ៍អ្នកគ្នាដាក់លេខ1 2 ដងចឹងឥឡូវក៏ដាក់លេខ1 2 ដងដែរចឹងអាកន្លែងនេះខ្ញុំសុំបត់ឲ្យខ្លាំងណាស់គ្នាលួចហើយគេ account ខ្ញុំមើលឃើញដែរហ្នឹងណាដល់មកយើងចេះអាពាក្យនេះចេះអានទៅអ្នកគ្នា sorry ហ៎ខ្ញុំភ្លេចប្រាប់នៅកន្លែងនេះបើសិនជាអ្នកនរគ្នាចូលលេងដំបូងអញ្ចឹងវាឲ្យ register ប្រអប់លើដាក់លេខកូដដូចដាក់លេខកូដអីក៏បានដែរតែត្រូវចំណាំហើយទៅអាលេខកូដក្រោមក៏អាចក៏ដាក់ដូចអាលើដែរចឹងណាអ្នកគ្នាអើយ admin ញ៉ាំតាឥឡូវខ្ញុំមកប្រាប់ពីរបៀបលេងកុំថាខ្ញុំអត់ប្រាប់ណាអូយបងមុខទៀតណានេះមើលការណែនាំផងមុនលេងការលេងក្នុង server Loyalty MC លេងបែបសប្បាយកសាងភូមិទៅវាយមេបិសាចសហការជួញដូរការរកស៊ីសងអីគេដំណើរផ្សងពេងចំណាំនេះមិនមែនជាប្រភេទ game mode survival ធម្មតាទេពេលដែលយើងស្លាប់រយៈពេល1 ម៉ោងក្រោយទើបយើងអាចរស់ម្ដងទៀតបានហ្នឹងហើយអ្នកគ្នាគួរយល់តែខ្ញុំសូមបន្ថែមពីនឹងទៀតបើសិនជាយើងស្លាប់យើងនឹងកើតជា Spider-Man ហើយពេល1 ម៉ោងក្រោយបាទយើងកើតជាហ្នឹងហើយណាអានេះខ្ញុំមកប្រាប់កន្លែងណាអញ្ចឹងណា
អានេះច្រឡំ register អានេះ Kickstarter យកទៅយកបាននេះទេអាមួកុបហើយធូកុបអីចឹងណាគេឲ្យស្រូវខ្ញុំហើយតើកន្លែងនេះកន្លែង ARK ខ្ញុំជិះទៅមានកន្លែង ARK ចឹងណាអានេះ OTP នេះគឺជាកន្លែងចាក់ខីអីចឹងនេះឈប់ខ្ញុំមើលសិនអានេះដូចជាមេឌៀបើអ្នកទាំងអស់គ្នាចង់ដឹងថាមេឌៀត្រូវការអីខ្លះអ្នកនរគ្នាអាចចុច link ខាងក្រោម description ដែលខ្ញុំបានដាក់ហ្នឹងចូលទៅមើលចូលទៅក្រុមលោទីស្អែកខាងស្អែកអីអាចនឹងគាត់ប្រាប់ពីរបៀបយកមេឌៀអញ្ចឹងណាហើយនេះក៏ជា Kit Pro អញ្ចឹងណាតែខ្ញុំអត់មាន key ចាក់ទេហ្នឹងហើយអ្នកគ្នាវីដេអូយើងក៏ដល់ទីបញ្ចប់ដែរវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចចុច link ខាងក្រោមចូលទៅក្រុមលោទីនិងក្រុមខ្ញុំម្នាក់មួយផងហើយកុំភ្លេចជាងគេចុច like and subscribe បាយបាយជួបគ្នានៅវីដេអូក្រោយ